ណាច្បាប់ទាមទារឲ្យមានការបកស្រាយមួយដែល consistent តែធានាបាននូវសង្គតភាពហើយស្របតាមស្មារតីនិងខ្លឹមសាររបស់ច្បាប់ឥឡូវខ្ញុំនឹងសូត្រឧទាហរណ៍មួយចំនួនទៀតករណីទី2គឺនៅខេត្តកញ្ចេះកាលពីថ្ងៃទី12ខែឧសភាឆ្នាំ2024នៅចំណុចផ្លូវលំស្ថិតនៅខេត្តកញ្ចេះជនសង្ស័យ3នាក់មានទំនាស់ជាមួយជនរងគ្រោះម្នាក់ដែលជាអនិច្ចជនអាយុ14ឆ្នាំដោយសារជនរងគ្រោះបានយកដុំថ្មគប់ទៅលើជនសង្ស័យបន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូមកពួនស្ទាក់ចាំនៅមុខនៅចំណុចផ្លូវលំមួយហើយនៅពេលជនរងគ្រោះបានមកដល់ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយយកដាវកាប់ទៅលើជនរងគ្រោះត្រូវក្បាលនិងប្រេះលលាក្បាលហើយស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនដល់ទីពេទ្យករណីបែបនេះគេហៅថាជាករណីឃាតកម្មគិតទុកជាមុនឃើញទេគឺមានការរៀបចំគម្រោងការដើម្បីពួនស្ទាក់ដើម្បីសម្លាប់ម្នាក់នេះណាហើយបើសិនឲ្យម្នាក់នេះទៅគិតឡើងវិញម្នាក់នេះក៏នឹងត្រូវសម្រេចចិត្តដែរព្រោះការសម្រេចចិត្តបានធ្វើរួចទៅហើយគឺសម្រេចចិត្តសម្លាប់មនុស្សបាទនេះកន្លែងរបស់យើងគឺនៅកន្លែងហ្នឹងករណីទី3ក៏ធ្លាប់មានដែរគឺករណីជួលឃាតករសម្លាប់ប្តីនៅខេត្តកណ្ដាលនៅក្នុងឆ្នាំ2003មានស្ត្រីម្នាក់បានរៀបចំផែនការសម្លាប់ប្តីដោយជួលឃាតករក្នុងតម្លៃ$1000ដើម្បីសម្លាប់ជនរងគ្រោះដែលជាប្តីរបស់ខ្លួនដោយធ្វើការឆក់និងរឹតកសម្លាប់ករណីនេះត្រូវបានផ្ដន្ទាទោសពីបទឃាតកម្មគិតទុកជាមុនឃើញទេអ្នកខ្លះដែលរៀបចំផែនការមិនអាចធ្វើខ្លួនឯងឬគាត់មានលទ្ធភាពគឺគាត់ទៅជួលឃាតករឃើញទេករណីប្រភេទហ្នឹងគឺនៅក្នុងមាត្រា200ទាំងអស់200ទាំងអស់ថ្មីនេះក៏មានករណីដូចគ្នាដែរមិនថ្មីហ្មង2020បាទមានករណីមួយពីរអ្នកប្តីប្រពន្ធបានឆ្លោះទាស់ទែងដោយពាក្យសម្ដីណាជាមួយនឹងផ្ទះជួលមួយដែលរស់នៅជាប់គ្នាពីរឿងដាក់ធុងសម្រាមនិងចតរថយន្តលើចិញ្ចើមផ្លូវទល់មុខផ្ទះជួលរបស់គ្នាទៅវិញទៅមកប៉ុន្តែក្រោយមកមានការសម្របសម្រួលរបស់អាជ្ញាធររឿងនោះក៏ត្រូវបានបញ្ចប់ប៉ុន្តែស្រាប់តែនៅថ្ងៃទី26កញ្ញា2020នៅពេលដែលអ្នកចិត្តខាងម្នាក់ណាខ្ញុំថាឈ្មោះកចោះបានផឹកស៊ីជាមួយមិត្តភ័ក្តិនៅកន្លែងមួយដែលជាប្រពន្ធលក់ដូរស្ថិតនៅម្ខាងទៀតនៃផ្លូវទល់មុខផ្ទះតាំងពីម៉ោងប្រហែលជា6:30នាទីល្ងាចដល់ម៉ោងប្រហែល9:30នាទីយប់ទើបឈប់រួចបញ្ជូនរង្វាន់និងម៉ូតូចូលផ្ទះសល់ពេលជាមួយគ្នានោះអ្នកចិត្តខាងម្នាក់ទៀតដែលមានទំនាស់ពាក្យសម្ដីជាមួយនឹងបុគ្គលនេះក៏មានទំនាស់ពាក្យសម្ដីជាមួយបុគ្គលនេះក្នុងពេលកំពុងទាស់សម្ដីនោះណាឈ្មោះម្នាក់ណាបានកាន់កំភ្លើងខ្លីដើរមកអាមេបញ្ចូលគ្រាប់នៅមុខផ្ទះរបស់អ្នកចិត្តខាងរបស់ខ្លួនហើយអ្នកចិត្តខាងរបស់ខ្លួនក៏ទាញដែកដងឆាត់ប្រវែងប្រហែល1ម៉ែត្ររត់ទៅវាយបុគ្គលម្នាក់នេះដែលកំពុងកាន់កំភ្លើងប៉ុន្តែពុំបានបណ្ដាលឲ្យជ្រុះកំភ្លើងទេឈ្មោះនេះក៏បានដណ្ដើមដែកដងឆាត់នោះបានរួចបាញ់សម្ដៅដើមទ្រូងរបស់ឈ្មោះនេះមួយគ្រាប់បណ្ដាលឲ្យដួលស្លាប់នៅលើផ្លូវនិងស្លាប់ភ្លាមតែម្ដងក្រោយបាញ់ប្រហារហើយអ្នកនេះក៏រត់គេចខ្លួនករណីនេះត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ13ឆ្នាំពីបទឃាតកម្មអញ្ចឹងអ្នកខ្លះបើសិនជាយកអានេះទៅពលាតគាត់ថានេះឆ្លោះគ្នាយូរហើយប្រហែលគុំយូរហើយឃើញទេប៉ុន្តែការសម្រេចចិត្តក្នុងការសម្រេចរៀបចំគម្រោងនេះវាមិនមានបើមិនមានតុលាការមិនអាចផ្ដន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទេគឺវាកើតឡើងភ្លាមនៅពេលដែលមានចំនួនឃើញទេអញ្ចឹងហើយការបកស្រាយនេះដើម្បីបញ្ជាក់ជូនកុំឲ្យមានការលើកឡើងថាអ្នកដែលដាក់កំភ្លើងតាមខ្លួនហើយនៅពេលដែលលើកកំភ្លើងបាញ់ទៅគេបណ្ដាលឲ្យស្លាប់សុទ្ធតែជាករណីឃាតកម្មគិតទុកជាមុនប៉ុន្តែក៏មិនបដិសេធថាអ្នកដាក់កំភ្លើងតាមខ្លួនមិនមានគោលបំណងដើម្បីប្រព្រឹត្តអំពើឃាតកម្មណាមួយដែរព្រោះអ្នកខ្លះគាត់ដាក់កំភ្លើងទៅហើយបាទគឺដាក់កំភ្លើងឆែកទៅឃើញកំភ្លើងបានកំភ្លើងហ្នឹងគាត់ទៅដើម្បីអនុវត្តផែនការសម្លាប់មនុស្សអាហ្នឹងក៏ចូលដែរ